បងប្អូនអើយប្លុករបស់យើងចាប់ផ្ដើមទៀតហើយរីឯថ្ងៃនេះគឺជាថ្ងៃអាទិត្យកូនរបស់ខ្ញុំទាំងពីរអ្នកហ្នឹងគាត់កំងបាយឆាគ្រឿងសមុទ្ររីឯខ្ញុំនេះឬកូនកកំងបាយឆាគ្រឿងសមុទ្រអញ្ចឹងរីឯបង្គាយើងក្នុងទូមានទាំងអស់អញ្ចឹងចាំកាលរੂទៅឆាឲ្យពួកគាត់ហូបទៅពួកគាត់កំងហើយថ្ងៃអាទិត្យហើយចំណាយឆាគ្រឿងសមុទ្ររបស់យើងបងប្អូនខ្ញុំដាក់គ្រឿងតែប៉ុណ្្នឹងទេមានតែការ៉ុតទេអត់មានសណ្តែកគូទេបងប្អូនអើយព្រោះអីមានក្នុងទូប៉ុន្មានយើងដាក់ប៉ុណ្ណឹងបងប្អូនអត់បានទៅផ្សារទេនេះក្នុងទូប៉ុន្មានប្រមូលមកអស់ខ្សែសមមកអស់ហើយហើយវិធីឆារបស់ខ្ញុំមានប៉ុណ្ណឹងបងប្អូនអើយបើសិនជាតំណងមិនតំណងអីកុំប្រកាន់អីបងប្អូនអើយព្រោះអីភាពខុសឆ្គងវានៅតែមានអញ្ចឹងវាមិនដែលថាយើងធ្វើអ្វីមួយវាល្អឥតខ្ចោះនោះទេមនុស្សយើងម្នាក់នោះរីឯវគ្គឆារបស់យើងបងប្អូនផ្សំគ្រឿងប៊ីចេងឆ្កអីតាមធម្មតាដែលយើងធ្លាប់ឆាហ្នឹងបងប្អូនវាគ្មានអីទៅខុសគ្នាទេរឿងឆាបាយគ្រឿងសមុទ្រនោះបងប្អូនណាក៏ចេះឆាដែរតែគ្រាន់តែថារសជាតិយើងផ្សំត្រូវមិនត្រូវវាមានបែបឆ្ងាញ់មិនឆ្ងាញ់អីអញ្ចឹងណាបងប្អូនចាហ្នឹងហើយបងប្អូនរីឯឆាបាយរបស់ខ្ញុំដាក់តែរ៉ូឌីបន្តិចប៊ីចេងបន្តិចស្ករសបន្តិចទឹកត្រីទៅបន្តិចរសជាតិវាបងប្អូនហើយកុំយកគ្រឿងដិតឲ្យសោះពីព្រោះអីឆាបាយកាលណាយើងប្រើគ្រឿងដិតទៅវារៀងនេះហើយអត់ឆ្ងាញ់ទេយើងយកគ្រឿងទីលួយទីអញ្ចឹងរសជាតិវារឹតតែឆ្ងាញ់រឹតតែអែមហើយចំណែកពងទាខ្ញុំដាក់តែមួយគ្រាប់ទេបងប្អូនអើយខ្ញុំអត់ចូលចិត្តពងទាដាក់ទៅវារៀងប្រលាន់អីអញ្ចឹងណាតែកូនប្រុសខ្ញុំគេប្រាប់ថាម៉ាក់អើយដាក់ពងទា3គ្រាប់ទៅអីខ្ញុំរនឹកឃើញថាបើដាក់3គ្រាប់ទៅដឹងតែថាអេចហើយអញ្ចឹងដាក់តែមួយគ្រាប់បាយរបស់យើងលីងទៅឡើងស្ងួតរើងហើយចំណែកវីដេអូរបស់យើងថ្ងៃហ្នឹងរៀងវែងបន្តិចឯងបងប្អូនអើយពីព្រោះអីថតវាវែងឆ្ងាយបើមិនជាយើងកាត់យកមិនអស់ទេវារៀងដាច់អញ្ចឹងណាបងប្អូនអញ្ចឹងរៀងនៅវែងឆ្ងាយអូសឡាយបែបសន្តានាច្រើនរីប្រອບច្រើនអីអញ្ចឹងណាឥឡូវវគ្គឆារបស់យើងចាប់ផ្ដើមដាក់បាយចូលហើយបងប្អូនរីឯបាយឆាហ្នឹងយើងត្រូវលេងឲ្យឈ្ងូតទឹកបងប្អូនកាលណាមិនឈ្ងូតទឹកទេបាយហ្នឹងរៀងអេកទេចំពោះខ្ញុំជឿលេងបែបគ្រាប់បាយតែសាត់ចេញពីគ្នាបែបហ្នឹងឲ្យបានរសជាតិបាយរបស់យើងកាន់តែឆ្ងាញ់គឺកាន់តែអែមឥឡូវបាយរបស់យើងឆាឆ្អិនហើយបងប្អូនឥឡូវវាហូបតែម្ដងយើងក៏មានទឹកត្រីជ្រលក់គ្រឿងសមុទ្រយើងបន្ថែមទៀតដែរគីឡូមានសាបអីអញ្ចឹងណាបងប្អូនហើយថ្ងៃនេះនិយាយច្រើនបន្តិចហើយដល់ពេលនិយាយច្រើននាទីអញ្ចឹងទៅពេលខ្លះទៅរត់ទៅនំនិយាយអត់បញ្ចូលសម្លេងអត់ឃើញដែរហ្នឹងបងប្អូនតាមការពិតទៅវាទុចដែរហ្នឹងវាទុចរឿងគឺថាវាតល់ហ្នឹងការនិយាយហ្នឹងវាមិនដឹងថានិយាយតទៅមុខមិនទៀតអីចឹងណាបងប្អូនមានសើចមានអីលាយឡំបន្តិចទេបងប្អូនអើយព្រោះអីហូបហើយឆ្ងាញ់ខ្លាំងណាស់បាយឆាហ្នឹងរសជាតិវាអត់ដិតទេកុំយកដិតនិយាយពីឆ្ងាញ់វិញលោកហើយបើសិនជាខ្ញុំឆាលក់ឲ្យប្រហែលជាអាចទេបងប្អូនហើយជួយមើលបាយឆាខ្ញុំមើលតំណងដែរអត់អាចលក់បានដែរអត់បងប្អូនជួយខមមិនម្នាក់មួយមកបងប្អូនហើយបើបានទស្សនាវីដេអូឆាបាយរបស់ខ្ញុំរួចទៅឥឡូវវីដេអូហូបរបស់យើងប៉ុណ្ណឹងមកបងប្អូនបាយបាយ